ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់មកបង្ហាញបងប្អូនទៀតហើយគឺមុខម្ហូបនេះគឺទាដើមចេកចាបងប្អូននេះរបៀបធ្វើមានកូនសក្រីបុកគ្រឿងជាមួយម្ទេសស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមជាពិសេសម្ទេសឆ្អើបងប្អូនដាក់ច្រើនពណ៌រៀងក្រហមហើយនេះយើងដាក់កុំភ្លេចខ្ទិះដូងហើយស្ករត្នោតបងប្អូនអើយហើយក៏យើងចាប់ផ្ដើមដាក់ស្ករប៊ីចេងដាក់សាច់ចូលនេះទានេះគឺទាមួយក្បាលបងប្អូនវារៀងធំដែរហើយយើងយកមកងាស់វាតែទានេះទាខ្ចីណាបន្ទាប់ពីសាច់រៀងផុយហើយដូចរូបហើយយើងចាប់ផ្ដើមដាក់ខ្ទិះទី2បងប្អូនចាក់ចូលវាទឹករៀងបានល្មមអញ្ចឹងទៅបងប្អូនមើលជាតិណាបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំក៏ជ្រៀតធ្វើផ្អែមមួយមុខទៀតបងប្អូននេះគឺជាចេកខ្ទិះរបៀបធ្វើចេកខ្ទិះងាយបងប្អូនខ្ញុំស្រោះចេកហើយខ្ញុំដាក់ដាំទឹកកពស់ដាក់ចេកងាស់វាឲ្យផុយឲ្យឆ្អិនអញ្ចឹងទៅយើងដាក់ស្ករដាក់អំបិលដាក់សាគូគ្រាប់សាគូចំណិតអញ្ចឹងណាហើយយើងទុកខ្ទិះដើមខ្លះបន្តិចដាក់ពីលើអញ្ចឹងហើយបន្ទាប់ពីហ្នឹងហើយកូនគាត់ញ៉ាំហើយគាត់ក៏ដល់ម៉ោងទឹករៀបចំខ្លួនរៀបចំកន្លែងរៀនគាត់ធ្វើកិច្ចការផ្ទះអញ្ចឹងណាបងប្អូននេះកូនស្រីខ្ញុំគឺគាត់រៀបចំឲ្យវាយវ៉ាន់គាត់ទុកស្អែកបងប្អូននិយាយពីរឿងកូននិយាយទៅបងប្អូនខ្ញុំបរិញ្ញាគាត់ឲ្យចេះគ្រប់មុខដោយសារអីចង់ឲ្យគាត់ធំឡើងគាត់រឹងមាំអញ្ចឹងណាគាត់រឹងមាំខ្លួនឯងពីព្រោះថាយើងអត់ប្រាក់អត់ប្រើគាត់អត់ឲ្យគាត់ធ្វើនេះធ្វើនោះធំឡើងគាត់អត់ចេះទេអញ្ចឹងខ្ញុំឲ្យគាត់រៀបចំនិយាយទៅគាត់អាចគ្រប់គ្រងខ្លួនឯងបានទាំងទឹកញ៉ាំបាយរៀបចំកន្លែងជួយមើលប្អូនអីចឹងណាហើយនឹងការរៀនសូត្ររបស់គាត់ហើយចំណុចមួយទៀតពេលតនីវិការសិក្សាខ្ញុំតែងតែឲ្យគាត់ជួយបោះជ្រះផ្ទះលាងចានចេះដាំបាយពេលខ្លះចេះជៀនពងទាអីចឹងណាបងប្អូនហើយនេះគេរៀបចំសម្ភារៈគេទុករៀនស្អែកដែរនិយាយទៅមានអីទេបងប្អូនហើយការទៅធ្វើម្ហូបធ្វើអីឲ្យកូនញ៉ាំអីអញ្ចឹងហើយអញ្ចឹងទៅដល់ម៉ោងរៀបចំគេងអីចឹងនេះកំពុងរៀបចំឡើងគេងហើយវីដេអូខ្ញុំមានអីក្រៅតែពីធ្វើម្ហូបមើលកូនមើលអីហ្នឹងទេបងប្អូនអើយអធិស្ឋានផងហើយបើសិនជាមានចំណុចណាខ្វះខាតមិនល្អឬក៏ការកាត់តក៏ដូចជាការបញ្ចូលសលេងមានចំណុចណាមិនគប្បីក៏សូមខន្តីអភ័យទោសផងដែរព្រោះដូចនិយាយតាំងពីវីដេអូចង់គ្រូវីដេអូហើយថាអត់មានចំណេញទេហ្នឹងហើយក៏អរគុណសម្រាប់តាមដានក៏ដូចជាការជួយចុច like follow អញ្ចឹងណាហ្នឹងហើយការចូលទស្សនាបងប្អូនគឺជាកម្លាំងចិត្តផងខ្ញុំដើម្បីបន្តធ្វើវីដេអូបន្តទៀតអញ្ចឹងណាបងប្អូនហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអើយហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាអរគុណច្រើនបងប្អូន